តោះថ្ងៃនេះខ្ញុំសូមនាំបងប្អូនទាំងអស់គ្នាមកមើលពីខាងក្រោយឆាកនៃផ្ទះស្អាតនៅក្នុងគម្រោងបូរីវិលៀមវិញម្ដងបងប្អូនទាំងអស់គ្នានេះគឺជា Oasis Villa នៅក្នុងគម្រោងបូរីវិលៀមក្រុមការងារជាងជំនាញពូបងមីងគាត់ធ្វើការយ៉ាងសស្រាក់សស្រាំនៅបូរីរបស់យើងហើយអ្នកខ្លះក៏រៀបចំគេហៅការងាររៀងៗខ្លួនបងប្អូនមួយចំនួនគាត់រៀបចំម៉ាពនៅតាមចតាអ្នកខ្លះរៀបចំគេហៅសួនចំហៀងគេហៅសញ្ញាចំហៀងផ្ទះមានការងារចាក់គេហៅបេតុងនៅខាងក្រោមរៀបចំចងដែកការងារច្រើនមែនទែននៅក្នុងការដ្ឋានរបស់យើងបងប្អូនអរគ្នាគ្រប់ផ្ទះនីមួយៗគឺយើងរៀបចំទៅតាមដំណាក់កាលនីមួយៗអញ្ចឹងបើសិនជាបងប្អូនដែលគាត់ស្រឡាញ់ទឹកដៃជាងជំនាញរបស់យើងហើយចង់ឃើញពីការសាងសង់ផ្ទាល់ចង់ឃើញថាតើការសាងសង់ផ្ទះស្អាតបែបហ្នឹងវាឆ្លងកាត់ដំណាក់កាលអីខ្លះខ្ញុំសូមអញ្ជើញបងប្អូនអរគ្នាមកមើលនៅក្នុងគម្រោងបូរីវិលៀមអត់ខុសទេជួបគ្នាឆាប់នៅបូរីវិលៀម